ក្រោយរយៈពេល21ថ្ងៃសង្គ្រាមយើងក៏បានចប់ហើយបងប្អូនអើយតែក៏មិនទាន់100%ដែរអញ្ចឹងឥឡូវស្ងប់ស្ងាត់ហើយប្រមូលអារម្មណ៍មកធ្វើការរកស៊ីទាំងវិញបងប្អូនអើយមួយរយៈនេះគឺផុសទៅវីដេអូក៏មិនដែលហ៊ានធ្វើម្ហូបអីណាគេច្រើនផុសតែបន្តិចអញ្ចឹងណាបងប្អូនអញ្ចឹងថ្ងៃនេះមកធ្វើខគោហូបម្ដងខានយូរហើយនិយាយទៅហើយក៏ខានធ្វើបែបវីដេអូធ្វើម្ហូបនឹងយូរដែរបងប្អូនហើយគ្រឿងផ្សំខគោយើងថ្ងៃនេះស្រួលទេអត់មានច្រើនទៅផ្សារទិញតែគ្រឿងដុំខគោមកស្រាប់គ្រឿងខគោស្រាប់ឯងបងប្អូនហើយបន្លែមានស្រីបដោតកួនជីរឹកវែងម្អមតែប៉ុណ្្នឹងឯងហើយសម្រាប់យកមកខគោនេះផងណាខ្ញុំយកឆ្អឹងតសៃកែងឆ្អឹងតសៃយកតសៃកែងបងប្អូនអញ្ចឹងនេះគេកាប់ហើយឲ្យស្អាតមកទិញមក2គីឡូយកមកលាងទឹកឲ្យស្អាតហើយយើងធ្វើការស្រោះទឹកក្តៅវាឲ្យវាបាត់ក្លិននេះអញ្ចឹងណាបងប្អូនយើងស្រោះទឹកក្តៅវាខ្ញុំស្រោះនេះប្រហែលជា3-4នាទីអីហ្នឹងបងប្អូនដើម្បីបំបត្តិក្លិនអញ្ចឹងណាស្រោះវាឲ្យវាដាំទឹកវាពុះហើយដាំទឹកហ្នឹងខ្ញុំដាក់គល់ស្លឹកគ្រៃរំដេងសក្រូចអីបន្តិចផងដែរប៉ុន្តែខ្ញុំស្រង់ចេញអស់វាហើយសម្រាប់ការធ្វើស្រួលធ្វើបងប្អូនសម្រាប់គ្រឿងគល់ស្លឹកគ្រៃរំដេងល្មៀតហ្នឹងជាមួយនឹងម្ទេសក្រហមម្ទេសច្រាំម្ទេសឆ្អើរយើងហ្នឹងបងប្អូនហើយនេះបងប្អូនមានការចាន់ជ្រើអែមអីចឹងណាបងប្អូនហើយខ្ញុំធ្វើការលីងវាឲ្យឈ្ងុយជាមួយគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចខ្ទឹមសខ្ទឹមក្រហមយើងលីងវាហើយយើងដួសទុកវាម្ដុំហើយយើងមកកូរគ្រឿងវិញបងប្អូនគ្រឿងយើងមានខ្ទឹមសខ្ទឹមក្រហមដដែលហ្នឹងហើយចិញ្ច្រាំវាឲ្យម៉ត់មកជាមួយនឹងមិនភ្លេចទេគឺខ្ញុំប្រើស្ករត្នោតបងប្អូនស្ករត្នោតណាហើយជើងដំបូងគឺយើងចាក់ខ្លាញ់ឲ្យក្តៅដាក់ខ្ទឹមសខ្ទឹមក្រហមបំពងហើយជាមួយនឹងអាចជ្រអែមផ្កាចាន់អីហ្នឹងយើងដាក់កូរមកឲ្យវាឈ្ងុយសក្រូចឲ្យគ្រឿងដែលយើងបានលីងមិញហ្នឹងបងប្អូនគ្រឿងដែលយើងបានលីងចំបាញ់មិញហ្នឹងគឺក៏យើងដាក់ចូលគ្នាមកប៉ុន្តែគ្រាន់តែយើងដាក់ម្ទេសក្រហមម្ទេសយើងច្រាំម្ទេសឆ្អើរដាក់មុនគេបន្ទាប់មកក៏ដាក់គ្រឿងដែលយើងបានបុកហើយហ្នឹងដាក់ចូលបន្ថែមមកទៀតមកកូរវាឲ្យឈ្ងុយហើយយើងថែមគ្រឿងដែលយើងលីងមិញបងប្អូនស្ក្រៃគល់ស្ក្រៃរំដេងអីហ្នឹងយើងលីងហើយយើងចាក់ចូលមកអញ្ចឹងសម្រាប់គ្រឿងបុកដែលយើងបានបុកហើយនឹងគ្រឿងដែលយើងលីងហ្នឹងបងប្អូនចាក់ចូលឲ្យឈ្ងុយកូរឲ្យឈ្ងុយបងប្អូនមើលតាមស្ថានភាពទៅឈ្ងុយហើយយើងក៏ចាក់ប្រេងខ្យងថែមប៊ីចេងឬក៏ថែមគ្រឿងក្រៅតាមរសជាតិដែលបងប្អូនត្រូវការអញ្ចឹងណាបងប្អូនមានជាពិសេសគ្រឿងកញ្ចប់ដែលយើងសម្រាប់ធ្វើខគោបងប្អូនអញ្ចឹងអាហ្នឹងខ្វះបានទេអាដុំដែលខ្ញុំកំពុងចាក់ហ្នឹងអញ្ចឹងយើងចាក់កូរវាឲ្យឡើងឈ្ងុយហើយទៅក៏យើងចាក់សាច់ចូលបន្ទាប់ពីចាក់សាច់ហើយយើងកូរវាឲ្យវាចូលជាតិបងប្អូនកូរត្រឡប់ហើយទុកមកស្ទុះហើយនេះគឺការ៉ុតជាមួយនឹងខ្ទឹមបារាំងខ្ញុំបានកន្លុកដើម្បីដាក់ចាក់ចូលដើម្បីឲ្យវាខាប់គ្រឿងអញ្ចឹងណាបងប្អូនឲ្យមានទឹករៀងខាប់បន្ទាប់មកខ្ញុំដាក់ការ៉ុតចូលបន្ថែមមកហើយជាមួយនឹងសាច់គោដែលយើងកាត់ជាដុំខ្ញុំដាក់សាច់ផងដែរអញ្ចឹងកូរឲ្យវាចូលជាតិហើយយើងចាក់ទឹកជាចូលជាការស្រេចឲ្យបងប្អូនតែប៉ុណ្ណឹងរួចរាល់ហើយបងប្អូនរងចាំឲ្យវាពុះហើយយើងចាក់ប្រហិតដែលយើងចង់ដាក់ប្រហិតសាច់គោឬក៏អីថែមចូលទៅជាការស្រេចហើយបងប្អូនហើយភ្លក់តាមរសជាតិបងប្អូនទៅអញ្ចឹងតែប៉ុណ្្នឹងរួចរាល់ហើយសម្រាប់ខ្ញុំបន្លែគឺមានដូចឃើញខាងក្រោមខាងមុខអញ្ចឹងតកូនខ្ញុំសក់វាអីល្អិតឆ្មាមកហើយចាត់ការទៅបងប្អូនអើយឆ្ងាញ់ណាស់ខ្ញុំនិយាយទៅខ្ញុំហូបកន្លែងគេអត់សូវស្និទ្ធដល់ពេលខ្ញុំហូបខ្លួនឯងអញ្ចឹងទៅរៀងស្និទ្ធទៅធ្វើខ្លួនឯងអញ្ចឹងទៅរៀងស្និទ្ធហើយធ្វើនេះនឹកឃើញតាមរូបមន្តខ្លួនឯងខ្លះមើលគេខ្លះបងប្អូនព្រោះឲ្យមានអ្នកខ្លះក៏គេធ្វើខុសពីវិធីហ្នឹងដែរណាអរគុណច្រើនបងប្អូនសម្រាប់ការចូលមើលទាំងអស់គ្នាអរគុណធំ